ក្រុមសាសនាទី6ខយើងខ្ញុំបានចេញវីដេអូមួយដែលនិយាយអំពីការប្រមូលផលទៅលើដំណាំស្ពៃចង្កឹះសូមបងប្អូនអ៊ំពូមីងអញ្ជើញទស្សនាដូចតទៅមើលទៅដំណាំរបស់ពួកគេមើលហាក់ដូចជាល្អណាស់ហើយពួកគេបាននាំគ្នាប្រមូលផលដោយការដកនិងកាត់យកឬចេញដើម្បីយកទៅធ្វើម្ហូបមើលទៅទឹកមុខខាងប្រុសនិងខាងស្រីពិតជាសប្បាយរីករាយណាស់ដោយសារពួកគេបានប្រមូលផលដំណាំដែលពួកគេបានដាំដោយដៃនិងបានជីធម្មជាតិនិងពួកគេបាននាំគ្នាដកយ៉ាងប្រញាប់ដើម្បីយកទៅអុយចុងភៅសម្រាប់ទុកស្លចំណែកខាងស្រីវិញគេបានយកកាំបិតនិងជ្រុញហាន់យកឫសចេញនិងយកទៅលាងទឹកពួកគេបានយកស្ពៃចង្កឹះដាក់ជាផ្ដុំនៅមួយកន្លែងចំណែកសិស្សធឿនចាន់រីវិញចិត្តយកឫសរបស់ស្ពៃចង្កឹះ